ទំនេរឲ្យតែមានពេលដឹងតែធ្វើនំឬក៏ធ្វើបង្អែមចឹងទៅហើយដូចនេះដែរល្ពៅដែលថ្ងៃមុនខ្ញុំពុះទៅរៀងខូចបន្តិចប៉ុន្តែល្ពៅណាល្អអញ្ចឹងយកមកធ្វើបង្អែមញ៉ាំតែម្ដងហើយបង្អែមលើកនេះខ្ញុំធ្វើជាមួយនឹងទឹកខ្ទិះរៀងខាប់តិចនិយាយពីថាឆ្ងាញ់ហើយត្រូវគ្នាមែនតែនបងប្អូនជាពិសេសបង្អែមហ្នឹងគឺសាច់រៀងស្វិតតែញ៉ាំទៅឆ្ងាញ់ណាស្តៀងទៅនឹងបង្អែមលតស្វិតទាំងឯងព្រោះថាយើងធ្វើពីម្សៅឆាហើយលាយជាមួយនឹងល្ពៅនឹងឯងបងប្អូនម៉ូតបែបនេះគឺខ្ញុំធ្វើ2 ដល់ 3 ដងហើយបងប្អូនចាឥឡូវមកមើលពីវិធីធ្វើចំពោះល្ពៅខ្ញុំប្រើ250ក្រាមបងប្អូន2ខាំកន្លះហ្នឹងខ្ញុំស្ងោរវាឆ្អិនប្រហែលជា15នាទីអីគឺឆ្អិនហើយយើងស្រង់សាច់ល្ពៅចេញមកហើយស្រង់សាច់ល្ពៅហ្នឹងគឺយើងកិនឲ្យម៉ត់ណាចំពោះទឹកដែលស្ងោរល្ពៅក៏ខ្ញុំទុកដែរព្រោះថាដាក់ដាំវាថែមដើម្បីឲ្យក្តៅហើយយើងយកមកលាយជាមួយនឹងម្សៅបន្តទៀតកិនសាច់ល្ពៅយើងបានម៉ត់ល្អហើយយើងប្រើម្សៅឆា2ខាំកន្លះឬក៏250ក្រាមបងប្អូនច្បាច់ជាមួយនឹងសាច់ល្ពៅហ្នឹងឲ្យសព្វចូលគ្នាបន្តិចទៅចាំយើងយកទឹកមកចាក់ទឹកហ្នឹងយើងដាំឲ្យពុះម្ដងទៀតបងប្អូនដោយសារតែត្រជាក់ហ្នឹងគឺធ្វើអត់កើតទេអញ្ចឹងត្រូវតែប្រើទឹកក្តៅខ្លាំងហ្មងបងប្អូនទឹកក្តៅដាំពុះប៉ុណ្ណឹងហើយនៅចង់ស្ទើរទៀតដោយសារតែលាយម្សៅទៅត្រជាក់បងប្អូនអញ្ចឹងគឺម្សៅយើងអត់ស្វិតបានល្អទេហើយអញ្ចឹងខ្ញុំចាក់ទឹកមិញហ្នឹងចាក់ស្មានទេបងប្អូនអញ្ចឹងបងប្អូនអាចបើសិនជាថាយើងច្បាច់ម្សៅទៅជ្រាយពេកឬក៏រឹងពេកយើងថែមទឹកឬក៏ថែមម្សៅតិចតួចទៀតទៅហើយច្បាច់ល្មមមកម្សៅយើងហ្នឹងរមូលបានណាបងប្អូនចាគឺទន់ល្មមប៉ុណ្ណឹងទៅគឺបានហើយពេលដែលម្សៅយើងល្មមហើយយើងត្រូវលុញម្សៅយើងតូចចាបងប្អូនលុញទុកទាំងអស់ក៏បានតែខ្ញុំវិញលុញម្ដងមួយលុញហើយចាប់ផ្ដើមរមូលជាមួយនឹងពុំនឹងតែម្ដងហើយពុំនឹងគឺខ្ញុំលាបជាមួយនឹងប្រេងឆាបន្តិចដែរបងប្អូនដើម្បីកុំឲ្យជាប់ហើយបើសិនជាបងប្អូនអត់ចង់លាបជាមួយនឹងប្រេងឆាអាចប្រើជាមួយនឹងម្សៅឆាជំនួសបានបងប្អូននិយាយចង់ជាប់មាត់បងប្អូនហើយចាលាបម្សៅឆាក៏បានឬក៏ប្រេងឆាក៏បានយើងលុញម្សៅហើយសកាត់ធ្វើម៉ូតលុញហើយសកាត់ធ្វើម៉ូតអញ្ចឹងមកបើសិនជាបងប្អូនមានពេលបងប្អូនលុញឲ្យតូចអស់ហើយចាំសកាត់ក៏បានដែរតាមការចូលចិត្តណាចានេះនំដែលយើងធ្វើម៉ូតហើយយើងក៏ដាក់ពីលើគ្នាបងប្អូនកាលណាដាក់ពីលើគ្នាគឺជាប់គ្នាតែម្ដងអញ្ចឹងក្នុងចានដែលយើងដាក់នំហ្នឹងចាក៏យើងដាក់ម្សៅឆាពីក្រោមនឹងតិចផងដើម្បីកុំឲ្យជាប់ចានជាប់អីអញ្ចឹងទៅហើយត្រង់នេះបងប្អូនចាំឲ្យទឹកយើងពុះសិនណាចាំយើងដាក់សាច់នំយើងចូលទឹកខ្ញុំអត់សូវពុះទេអញ្ចឹងទៅខ្ញុំឆាប់ដាក់ពេករៀងជាប់គ្នាតិចបងប្អូនសាច់នំណាចាសាច់នំយើងគឺស្អិតតបងប្អូនពេលដែលត្រូវទឹកក្តៅអញ្ចឹងចាំទឹកពុះខ្លាំងចាំយើងដាក់សាច់នំយើងចូលហើយខ្ញុំស្ងោររយៈពេល5 ទៅ 6 នាទីគឺសាច់នំយើងឆ្អិនហើយកុំភ្លេចត្រៀមជាមួយនឹងទឹកត្រជាក់មួយចានធំផងបងប្អូនពេលដែលសាច់នំយើងឆ្អិនយើងដួសដាក់អញ្ចឹងតែម្ដងចាបើសិនជាដាក់ទឹកកកក៏បានដែរបើសិនជាបងប្អូនមានទឹកកកអញ្ចឹងណាអញ្ចឹងសាច់នំយើងកាត់តែស្វិតហើយត្រជាក់បានលឿនចាឥឡូវសាច់នំយើងក៏បានឆ្អិនហើយយើងមកធ្វើទឹកខ្ទិះវិញម្ដងទឹកខ្ទិះធ្វើបែបខាប់ខ្ទិះដូងខ្ញុំប្រើ250 ml បងប្អូនបន្ទាប់មកទៀតនោះទឹក150 ml ស្ករ1ខាំឬក៏100ក្រាមអំបិលហ្នឹងបន្តិចផងដែរកូរឲ្យបានសព្វល្អតិចទៅដាំទឹកខ្ទិះយើងហ្នឹងឲ្យបានពុះល្អសិនចាំយើងចាក់ទឹកម្សៅពោតចូលហើយទឹកម្សៅពោតហ្នឹងអត់មានដាក់ច្រើនទេម្សៅពោតបងប្អូនគឺដាក់ម្សៅពោតហ្នឹងកន្លះស្លាបព្រាកាហ្វេហើយនឹងលាយទឹកចាទឹកយើងលាយមកល្មមតិចទៅបានហើយបងប្អូនយើងដាំទឹកខ្ទិះយើងឲ្យពុះថែមបន្តិចទៀតបងប្អូនណាព្រោះថាយើងទៅតែចាក់ទឹកម្សៅពោតហ្នឹងចូលបងប្អូនមើលទៅទឹកខ្ទិះហ្នឹងអត់ពិបាកធ្វើទេបើសិនជាទឹកខ្ទិះយើងពុះហើយយើងអាចបិទភ្លើងទៅបងប្អូនចាឥឡូវហ្នឹងក៏យើងអាចដួសញ៉ាំជាមួយនឹងបង្អែមបានដែរហើយការលាយបង្អែមវិញក៏អត់មានអីពិបាកដែរបើសិនជាបងប្អូនអត់ចង់ដួសទឹកខ្ទិះដូចខ្ញុំដាក់មកល្មមអញ្ចឹងទេបងប្អូនអាចយកសាច់នំហ្នឹងទៅដាក់លាយជាមួយនឹងទឹកខ្ទិះទាំងអស់ក៏បានដែរយើងដួសសាច់នំយើងហ្នឹងតែមកល្មមអញ្ចឹងទៅល្មមយើងញ៉ាំហើយយើងដួសទឹកខ្ទិះដាក់ស្រោចពីលើអញ្ចឹងទៅបងប្អូនធ្វើអញ្ចឹងក៏បានដែរទឹកខ្ទិះយើងអត់ងាយរីកជាមួយនឹងបង្អែមហើយយើងរោយជាមួយនឹងល្ងខ្មៅឬក៏ល្ងសតិចមកល្ងហ្នឹងលីងឲ្យបានឆ្អិនផងហើយយើងបុកតិចទៅដើម្បីដាក់រោយគឺថាឈ្ងុយណាស់បងប្អូនយើងអាចហៅបានថាបង្អែមដង្កូវឬក៏បង្អែមល្ពៅដូចលតស្វិតអញ្ចឹងបងប្អូនចាយើងដាក់ទឹកកកថែមពីលើក៏ញ៉ាំទៅឆ្ងាញ់ដែរបងប្អូនអរគុណ